បណ្ដឹងអាជ្ញាគឺជាក្បាលម៉ាស៊ីនដែលជំរុញនីតិវិធីព្រហ្មទណ្ឌទាំងមូលតើអ្វីទៅជាគោលបំណងចម្បងនៃបណ្ដឹងអាជ្ញានេះហើយតែការអនុវត្តរបស់វាធានាយ៉ាងដូចម្តេចថារដ្ឋមិនត្រឹមតែដាក់ទោសពិរុទ្ធជនប៉ុណ្ណោះទេប៉ុន្តែថែមទាំងការពារផលប្រយោជន៍រួមនិងសណ្ដាប់ធ្នាប់សាធារណៈរបស់សង្គមជាតិផងដែរចម្លើយដែលមានអំណាងច្បាស់លាស់បណ្ដឹងអាជ្ញាសំដៅលើសកម្មភាពដែលអនុវត្តដោយរដ្ឋតំណាងដោយព្រះរាជអាជ្ញាដើម្បីទាមទារឲ្យតុលាការអនុវត្តច្បាប់ព្រហ្មទណ្ឌទៅលើជនល្មើសគោលបំណងរបស់បណ្ដឹងអាជ្ញាមានលក្ខណៈទ្វេដែលបម្រើទាំងយុត្តិធម៌បុគ្គលនិងផលប្រយោជន៍សង្គម 1. គោលបំណងទី1ដាក់ទោសពិរុទ្ធជនគោលបំណងដំបូងនិងជាក់ស្ដែងបំផុតគឺដើម្បីឲ្យជនល្មើសទទួលខុសត្រូវតាមច្បាប់ព្រហ្មទណ្ឌចំពោះបទល្មើសដែលពួកគេបានប្រព្រឹត្តអំណាងច្បាប់គោលបំណងនេះផ្អែកលើគោលការណ៍គ្មានទោសបើគ្មានច្បាប់ដែលតម្រូវឲ្យបណ្ដឹងអាជ្ញាបង្ហាញថាទង្វើរបស់ជនជាប់ចោទគឺស្របទៅនឹងនិយមន័យនៃបទល្មើសដែលបានចែងក្នុងក្រមព្រហ្មទណ្ឌប្រសិនបើពិរុទ្ធភាពត្រូវបានបង្ហាញគោលដៅគឺដាក់ទណ្ឌកម្មដែលសមស្របនឹងកម្រិតនៃបទល្មើសឧទាហរណ៍ខ្លីក្នុងករណីលួចទ្រព្យសម្បត្តិបណ្ដឹងអាជ្ញាត្រូវបានធ្វើឡើងដើម្បីដាក់ទោសបុគ្គលដែលបំពានច្បាប់មាត្រា353នៃក្រមព្រហ្មទណ្ឌនិងរារាំងបុគ្គលនោះមិនឲ្យប្រព្រឹត្តបទល្មើសដដែលទៀតនេះជាការផ្ដោតលើការទទួលខុសត្រូវបុគ្គល 2. គោលបំណងទី2ការពារសណ្ដាប់ធ្នាប់សាធារណៈគោលបំណងរួមរបស់បណ្ដឹងអាជ្ញាគឺដើម្បីរក្សានូវសណ្ដាប់ធ្នាប់សាធារណៈសន្តិសុខសង្គមនិងទំនុកចិត្តរបស់ប្រជាពលរដ្ឋលើប្រព័ន្ធច្បាប់ប្រោះរាយអំណាងច្បាប់រាល់បទល្មើសទាំងអស់មិនថាធ្ងន់ឬស្រាលឧក្រិដ្ឋមជ្ឈិមលហុត្រូវបានចាត់ទុកថាជាអំពើដែលបង្កគ្រោះថ្នាក់ដល់សង្គមរួមទោះបីជាជនរងគ្រោះមានតែម្នាក់ក្តីដូច្នេះបណ្ដឹងអាជ្ញាត្រូវអនុវត្តដើម្បីបង្ហាញថារដ្ឋមានឆន្ទៈនិងសមត្ថភាពនៅក្នុងការឆ្លើយតបទៅនឹងការបំពានច្បាប់មាត្រា28នៃក្រមនីតិវិធីព្រហ្មទណ្ឌចែងថាព្រះរាជអាជ្ញាមានតួនាទីជាអ្នកអនុវត្តបណ្ដឹងអាជ្ញាឧទាហរណ៍ខ្លីក្នុងករណីបើកបរក្នុងស្ថានភាពស្រវឹងដែលបណ្ដាលឲ្យមានរបួសបាត់មជ្ឈិមទោះបីជាជនរងគ្រោះមិនចង់ដឹងទាមទាររដ្ឋាភិបាលនៃកៅដោយក៏បណ្ដឹងអាជ្ញានៅតែត្រូវអនុវត្តដោយរដ្ឋដដែលនេះដោយសារតែទង្វើនេះបង្កហានិភ័យដល់សន្តិសុខសាធារណៈហើយការដាក់ទណ្ឌកម្មលើជនល្មើសមានឥទ្ធិពលទូនមានដល់សាធារណជនដទៃទៀតផងដែរសរុបមកបណ្ដឹងអាជ្ញាមិនមានជាការដាក់ទោសដោយផ្ដោតតែលើការសងសឹកនោះទេប៉ុន្តែវាជាយន្តការផ្លូវការរបស់រដ្ឋនៅក្នុងការរក្សាតុល្យភាពសង្គមតាមរយៈការអនុវត្តបណ្ដឹងអាជ្ញាយុត្តិធម៌ត្រូវបានបំពេញតាមរយៈការដាក់ទោសវិរុទ្ធជនស្របពេលដែលសណ្ដាប់ធ្នាប់សាធារណៈត្រូវបានការពារដែលជាសសរស្តម្ភដ៏សំខាន់នៃនីតិរដ្ឋ